រមណីយដ្ឋានទឹកឆែនៅក្បែរប្រាសាទមានជ្រោះប្រឡាយទឹកតាំងពីបុរាណមកមានទឹកហូរខូបប្រាំងខូបវស្សាគឺនៅរដូវវស្សាពេញត្រៀបដោយទឹកឯនៅរដូវប្រាំងវិញនៅសល់ទឹកត្រឹមក្បាលជង្គង់ឬលើក្បាលជង្គង់បន្តិចទឹកនេះថ្លាឆ្វេងហើយហូរមិនចេះឈប់ជាហេតុនាំឲ្យអ្នកទេសចរអាចលេងទឹកយ៉ាងសប្បាយរីករាយសងខាងប្រឡាយទឹកថ្លាឆ្វេងនេះមានរុក្ខជាតិដុះរកេតរកូតតែសពថ្ងៃនេះគេកាប់រំលំឲ្យបានជាវាលរៀបមួយកន្លែងយ៉ាងធំត្រូវផ្លូវទឹកបែកចេញជាឆ្នេរធំល្អូលគឺចំត្រង់តួប្រាសាទថ្មគេក៏បានសង់ទំនប់ទឹកមួយដើម្បីទាញយកផលប្រយោជន៍អំពីប្រឡាយទឹកបុរាណនេះដោយនាំយកទឹកទៅចែកចាយឲ្យវាលស្រែយ៉ាងធំក្នុងស្រុកព្រៃឈរខេត្តកំពង់ចាមនិងស្រុកបារាយខេត្តកំពង់ធំអាស្រ័យដោយទីកន្លែងត្រជាក់ត្រជុំមានធារទឹកនិងដោយមិនលបត្រឈឹងត្រឆេយដុះពួតប្រាំងប្រាសាទបុរាណដូច្នេះហើយបានជាទេសចរនាំគ្នាទៅកំសាន្តទស្សនាក្នុងពេលសម្រាកម្ដងម្កាលនាំឲ្យលេចលឺឈ្មោះល្បីខ្ចក់ខ្ចាយសប្តាហ៍ថ្ងៃស្រាបុរាណដែលយើងបានពណ៌នាថាជាស្នាដៃរបស់បណ្ឌិតជុនខាលនោះក្លាយជាធារទឹកមួយដ៏ធំនៅចំពីមុខទំនប់ដែលគេទើបនឹងស្ថាបនាឡើងក្នុងពេលបច្ចុប្បន្ននេះរីឯប្រឡាយទឹកទៀតសោតទឹកហូរធ្លាក់ពីលើដែលមានប្រភពនៅខាងជើងក្នុងខេត្តកំពង់ចាមឯណោះហើយហូរត្រង់មកខាងត្បូងលុះមកដល់ជំហៀងប្រាសាទនេះក៏ធ្លាក់ចូលទៅក្នុងរង្វះធំមួយពីបុរាណមកទឹកដក់ពេញព្រាបនៅត្រង់នេះតែមានជ្រោះតូចតូចបែកមែកធៀងនាំបង្ហូរទឹកទៅចាក់បញ្ចូលដីស្រែនាភូមិជិតខាងនេះមានភូមិក្រូចក្នុងស្រុកព្រៃឈរជាដើមអាស្រ័យដោយប្រឡាយចាស់ដូច្នេះហើយទើបក្រសួងកសិកម្មចាត់ចែងធ្វើជាទំនប់មួយរក្សាទឹកទុកនៅក្នុងធារទឹកនេះឲ្យរឹតតែច្រើនឡើងសម្រាប់បន្ថែមកម្លាំងឲ្យហូរតាមប្រឡាយដែលគេជីកធ្វើសម្អាតជាថ្មីនាំទឹកទៅចែកចាយឲ្យស្រែអ្នកស្រុកបានរាប់ពាន់ហិកតាក្នុងស្រុកព្រៃឈរនិងស្រុកបារាយប្រឡាយទឹកឆាមានស្ថានបីដួយទីកែងជាងឈើជាកន្លែងដែលគេងូតទឹកលេងសពថ្ងៃគឺនៅចំកែងនេះឯងបើអ្នកណាចូលចិត្តទឹករាក់ក៏ងូតក្នុងប្រឡាយចាស់ខាងជើងទំនប់ព្រោះប្រឡាយនេះបាតក្រោមមានទឹកទទឹង4ទៅ5ម៉ែត្រដែរទឹកថ្លាឆ្វេងមើលឃើញបាតរៀបស្មើដែលមានកូនត្រីមួយហ្វូងរត់ច្រាស់ទឹកហូរប្រដេញគ្នាអ្នកដែលចូលចិត្តហែលគេលេងក្នុងផ្ទៃទឹកជ្រៅផ្នែកខាងត្បូងនៃទំនប់នេះដែលជាធារទឹកល្អូលល្ងាចជុំវិញរង្វះមាត់ទឹកមានដើមឈើខ្ពស់មួយដើមដែលជាជំរកនៃអ្នកទេសចរដែលទៅលេងកម្សាន្តនិងជាជំរកនៃសត្វបក្សាបក្សីដែលស្រែកឆ្លើយឆ្លងគ្នាបញ្ចេញសូរសំឡេងរឹតតែបង្កើនដួងចិត្តអ្នកទេសចរឲ្យអណ្ដែតអណ្ដូងថែមឡើងទៀតធារទឹកទឹកឆាមានទំហំប្រហែល3គីឡូម៉ែត្រការ៉េដែលមានប្រភពជិត10កន្លែងនៃតំបន់ភ្នំនិងខ្ពង់រាបខាងកើតឈៀងខាងជើងនៃតំបន់នេះដែលគេហៅថាក្បាលទឹកអាងស្តុកទឹកនេះមានជម្រៅជាមធ្យមប្រមាណជាង2ម៉ែត្រដែលគេបង្ហូរទឹកនេះតាមច្រកបីដែលពីតាមទ្វារទឹកអាចបិទបើកបាននិងរង្វះទឹកមួយទៀតនៅប៉ែកខាងជើងនៃទំនប់នេះមានប្រវែង10ម៉ែត្រប៉ុន្តែធារទឹកក្នុងអាងស្តុកទឹកធានៅរដូវប្រាំងមានកម្រិតទាបជាងរង្វះនេះទឹកមិនអាចហូរកាត់ទំនប់នេះបានឡើយទ្វារទឹកទី1បានបើកជារៀងរាល់ថ្ងៃដែលធ្វើឲ្យទឹកហូរប្រមូលផ្ដុំមកបុកតែកន្លែងនេះមួយបណ្ដាលឲ្យមានស្នូលដោយទឹកជ្រោះធ្លាក់លើថ្មបែកខ្ចាយសន្ទុះដែលទាក់ទាញឲ្យអ្នកទៅដល់ចង់ងូតលេងចំណែកឯទ្វារទឹកទី2គេបើកនៅពេលមានបុណ្យទានម្ដងម្កាលនិងពុំមានធារទឹកបុកខ្លាំងទេសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ